គ្រូរំជួយដីបានវាយប្រហារខេត្តឈៀងរ៉ៃប្រទេសថៃរាជធានីបាងកកនាយកដ្ឋានឧតុនិយមថៃអះអាងថាគ្រូរំជួយដីកម្រិត 2.9 រិចទ័របានវាយប្រហារខេត្តឈៀងរ៉ៃប្រទេសថៃនៅរសៀលថ្ងៃប្រហោះទី 29 ខែមករានេះគ្រូរំជួយដីកម្រិត 2.9 រិចទ័របានវាយប្រហារត្រង់ចំណុចកណ្ដាលនៃឃុំតំបន់ស៊ីថយស្រុកម៉ែសួយខេត្តឈៀងរ៉ៃនៅរសៀលថ្ងៃទី 1 ខែនៅរសៀលម៉ោង 1:30 នាទីថ្ងៃប្រហោះទី 29 ខែមករានេះនាយកដ្ឋានអង្គការរំជួយដីបានបញ្ជាក់ថាការរំជួយដីនេះមានជម្រៅ 5 គីឡូម៉ែត្រអគារនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធបានញ័ររំជួយប៉ុន្តែការខូចខាតផ្សេងមិនទាន់ត្រូវបានរាយការណ៍នោះទេ